ออกปีสมัติเพียบขยมหายพี่เยี่ยมបំពេញតួនាទីเนี่ยឲ្យអស់ពីកម្លាំងកាយកម្លាំងចិត្តធ្វើការងារឲ្យបានល្អមើលថែគ្រួសារឲ្យបានត្រឹមត្រូវជួយមិត្តភ័ក្តិតាមអ្វីដែលអ្នកអាចធ្វើបានតែអ្នកក៏ត្រូវដឹងដែរថាអ្នកមិនអាចធ្វើបានគ្រប់រឿងបានទេមិនអាចបង្គាប់បញ្ជាឬបង្ខំឲ្យអ្វីបានដូចចិត្តអ្នកចង់គ្រប់រឿងបានឡើយអ្វីមានហេតុគ្រប់គ្រាន់ទើបកើតឡើងបានពេលខ្លះអ្នកគិតថារឿងនឹងបានល្អតែបែរជាខូចបងអស់ទៅវិញអ្វីប៉ាន់ស្មានមិនត្រូវទេបើបុណ្យអ្នកគ្រប់ការព្យាយាមដល់កម្រិតការងារនោះបានសម្រេចតែបើបុណ្យអ្នកមិនគ្រប់ការព្យាយាមក៏មិនទាន់ដល់កម្រិតសេចក្តីប្រាថ្នាមិនបានសម្រេចឡើយមួយវិញទៀតពេលខ្លះអ្នកចង់ឲ្យគេល្អតែមិនប្រកាសថាគេចង់ល្អដូចអ្នកគិតទេសត្វលោកមានសម្ពីកម្មផ្សេងគ្នាមានឧបនិស្ស័យសន្សំមកខុសគ្នាអ្នកខ្លះមានគេជួយតែគ្មានបុណ្យឲ្យគេជួយបានអ្នកចង់ឲ្យគេបានល្អតែបើគេមិនព្រមធ្វើល្អដោយខ្លួនឯងក៏គេនៅតែមិនអាចកែប្រែជីវិតគេបានអ្នកមិនអាចទទួលផលកម្មជំនួសគេបានឡើយអ្នកណាសាងកម្មណាត្រូវទទួលផលនៃកម្មនោះវិញដោយខ្លួនឯងគ្មានអ្នកណាទទួលជំនួសអ្នកណាឡើយរៀនព្រមទទួលស្គាល់ការពិតថាខ្ញុំប្រឹងអស់ពីសមត្ថភាពរបស់ខ្ញុំត្រឹមនឹងហើយសត្វលោកមានកម្មជារបស់ខ្លួនពាក្យថាអារម្មណ៍មិននឹងណោហ្នឹងបើនិយាយឲ្យត្រូវនិយាយថាចិត្តមិននឹងណោត្រូវជាងពីព្រោះអារម្មណ៍សំដៅទៅលើអ្វីនៅខាងក្រៅរូបសម្លេងរឿងរ៉ាវអីទាំងអស់ហ្នឹងវាកើតលេចដែកធម្មតារបស់វាប៉ុន្តែចិត្តរបស់យើងដែលតាមវាទៅវាធ្វើឲ្យវារវើរវាយគិតច្រើនស្មុគស្មាញដែតដូងតាមរឿងទាំងអស់ហ្នឹងយើងអត់បានខាត់រារាំងការពារកុំឲ្យវាធ្លាក់ទៅក្នុងអំណាចនៃអារម្មណ៍នៃរឿងរ៉ាវទាំងអស់ហ្នឹងអញ្ចឹងជាធម្មតារឿងវាកើតឡើងជាបន្តបន្ទាប់នេះបន្តិចនោះបន្តិចល្អខ្លះខកខ្លះគេសរសើរខ្លះគេនិន្ទាខ្លះជារឿងធម្មតាយើងទៅខាត់រឿងទាំងអស់ហ្នឹងមិនបានទេប៉ុន្តែអ្វីដែលយើងអាចធ្វើបានគឺរក្សាចិត្តបើអារម្មណ៍ហ្នឹងវាគិតទៅនាំឲ្យក្តៅក្រហល់ក្រហាយមួម៉ៅអាហ្នឹងយើងទុកម្ដុំទៅយើងបដោតផ្ចង់អារម្មណ៍មកលើរឿងណាដែលនាំឲ្យចិត្តជ្រះថ្លាសប្បាយរីករាយឧទាហរណ៍ថាការប្រឹងប្រែងការតស៊ូគុណពុកគុណម្ដាយគុណបរតនត្រ័យរឿងដែលយើងត្រូវធ្វើភារកិច្ចដែលត្រូវបំពេញយកចិត្តមកបដោតលើអានឹងទៅវាអូតូម៉ាទិកអារឿងរ៉ាវអត់ប្រយោជន៍រឿងមួម៉ៅក្តៅក្រហាយហ្នឹងវារសាត់បាត់ទៅហើយអារឿងនឹងរីកធំដោយសារចិត្តយើងចេះតែបដោតចេះតែគិតចេះតែរំលឹកវារឿងនឹងចេះតែផុសផុលឡើងប៉ុន្តែបើយើងបដោតទៅលើរឿងណាដែលជារឿងមានប្រយោជន៍
រឿងមានប្រយោជន៍ហ្នឹងដោះដាលឡើងរឿងអត់ប្រយោជន៍ហ្នឹងក៏រសាត់បាត់ទៅអញ្ចឹងវានៅលើយើងចេះពន្យល់ខ្លួនឯងថាធ្វើម៉េចដើម្បីទម្លាក់រឿងសៅមួម៉ៅសៅម៉ងហ្នឹងហើយមកចង់មកលើរឿងដែលនាំឲ្យជ្រះថ្លាឧទាហរណ៍ថាយើងមានមិត្តភ័ក្តិល្អយើងទៅកន្លែងនាំឲ្យកើតចិត្តជ្រះថ្លាយើងទៅវត្តបូជាផ្កាយើងទៅរៀនសូត្រយើងទៅស្ដាប់ការណែនាំការបង្ហាត់បង្ហាញអញ្ចឹងទៅអញ្ចឹងចិត្តហ្នឹងវាផ្ដោតទៅលើរឿងនាំឲ្យរីករាយជ្រះថ្លាវាធ្វើឲ្យចិត្តហ្នឹងស្រស់វាធ្វើឲ្យចិត្តហ្នឹងមានកម្លាំងមានពន្លឺអាចនឹងរឹងមាំហើយអាចធ្វើឲ្យមានបញ្ញាអាចពិចារណាដោះស្រាយបញ្ហាបានល្អជាងដែលរវើរវាយគិតទៅក្នុងរឿងដែលនាំឲ្យក្តៅក្រហាយហ្នឹងចឹងជាប្រចាំយើងមានតួនាទីមួយរៀបចំចិត្តគំនិតតោងយកអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាហើយចាក់ចែងពីអារម្មណ៍ដែលនាំឲ្យមួម៉ៅក្តៅក្រហាយតែបើថាយើងមិនអាចប្រកបវិជ្ជាបានទាំងស្រុងមែនអារម្មណ៍ដែលកើតឡើងក្នុងជីវិតនឹងវាមានល្អខ្លះអាក្រក់ខ្លះយើងមិនអាចទៅរៀបរៀងខាត់ខាំងបានទេប៉ុន្តែឧទាហរណ៍ថាបើវាកើតមកហើយក៏ឲ្យវារលត់ទៅកើតមកហើយក៏ឲ្យវារលត់ទៅយើងកុំឲ្យវាតោងទៅលើអារម្មណ៍ហ្នឹងដែលមិនល្អនឹងច្រើនពេកហើយបើតោងគឺតោងទៅលើអារម្មណ៍ណាដែលនាំឲ្យជ្រះថ្លាសប្បាយរីករាយក្នុងបុណ្យកុសលបើវាទាញទៅក្នុងសបាយដែរប៉ុន្តែសបាយផ្លូវខុសអាហ្នឹងក៏នាំឲ្យគ្រោះថ្នាក់ក្នុងពេលក្រោយដែរអញ្ចឹងយើងរៀនរក្សាចិត្តឲ្យស្ថិតនៅក្នុងកុសលធម៌ស្រស់ជ្រះថ្លានឹងយើងមិនសូវមួម៉ៅសៅម៉ងមិនសូវរវើរវាយទេហួសហើយអតីតកាលល្អក្តីមិនល្អក្តីបានកន្លងហួសទៅហើយទោះបីអ្នកស្ដាយប៉ុណ្ណាក៏ទាញមកវិញមិនបានដែរអនុញ្ញាតឲ្យវាប្រែប្រួលតាមដំណើរនៃធម្មជាតិរបស់វារឿងល្អជាផលនៃកម្មល្អដែលអ្នកបានសាងរឿងមិនល្អជាផលនៃអកុសលកម្មដែលអ្នកបានប្រព្រឹត្តពីមុនមកជីវិតរបស់មនុស្សម្នាក់ប្រព្រឹត្តទៅតាមកម្លាំងកម្មដែលខ្លួនបានធ្វើពីអតីតផងកម្មក្នុងពេលបច្ចុប្បន្នផងអ្នកមិនអាចរត់គេចពីផលនៃកម្មបានឡើយរឿងខ្លះកើតឡើងហួសពីការស្មានរបស់អ្នកហើយអ្នកគ្មានសមត្ថភាពទៅបង្គាប់បញ្ជារឿងខាងក្រៅបានទាំងស្រុងទេកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានឡើយណដ្ឋិកម្មੰសមੰពលំបើមានហេតុគ្រប់គ្រាន់រឿងនឹងកើតឡើងអ្វីមិនមែនជារឿងចៃដន្យទេបើអ្នកបានជួបរឿងមិនល្អហើយអ្នកកើតចិត្តមួម៉ៅក្តៅក្រហាយអ្នកបានបង្កើនទុក្ខនោះឲ្យមានទម្ងន់ទ្វេដងរឿងក៏អាក្រក់ចិត្តក៏មួម៉ៅទុក្ខទាំងកាយទុក្ខទាំងចិត្តណាស់ហើយចុះ
រឿងបានកន្លងផុតទៅហើយចាត់ទុកជាមេរៀនជាបទពិសោធន៍សម្រាប់ការសម្រេចចិត្តលើកក្រោយចាប់ផ្ដើមសារជាថ្មីគិតរឿងថ្មីនិយាយរឿងថ្មីធ្វើកិច្ចការងារថ្មីលទ្ធផលក៏បានថ្មីដែរអតីតកាលមិនមែនជាផ្ទះសម្រាប់អ្នកនៅទេវាគ្រាន់តែជាស្រមោលទេតើតែបើរឿងអតីតកាលនោះជារឿងល្អជារឿងបុណ្យកុសលអ្នកអាចចងចាំនិងរំលឹករំលើកដល់អំពើល្អនោះរឿយៗដើម្បីឲ្យចិត្តបានរីករាយម្ដងទៀតបានបុណ្យម្ដងទៀតអាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលខ្លីរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបពីទុករឿងសៅមងនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យបានច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬក៏ត្រូវបត់ស្ដាំរើសបានតែមួយយៈក្នុងល្ខោនមិនគួរឲ្យខ្លាចដូចយៈក្នុងចិត្តពោលគឺកំហឹងនោះទេកំហឹងបានដុតចិត្តអ្នកឲ្យក្តៅក្រហល់ក្រហាយហើយរៀលដាលភាពក្តៅក្រហាយនោះដល់អ្នកដទៃទៀតផងកំហឹងនាំឲ្យអ្នកសាងកំហុសដែលនាំឲ្យមានវិបដិសារៈនៅពេលក្រោយនិងបង្កជាពាវេរាវែងឆ្ងាយទៅក្នុងអនាគតរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អតែអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយថែមទាំងចិត្តអាក្រក់ទៀតគឺមិនបានធ្វើបុណ្យថ្មីផឹកសុរានាំឲ្យខាតទ្រព្យខូចសុខភាពខ្សោយសតិហើយអាយុខ្លីមនុស្សភាគច្រើនដឹងដែរតែនៅចង់សប្បាយទម្រាំដឹងខ្លួនមេរោគពេញខ្លួនហួសពេលបាត់ទៅហើយមនុស្សចាស់ផ
ផឹកបង្ហាញក្មេងក៏ផឹកតាមសុរាបំផ្លាញព្រលឹងមនុស្សហើយបំផ្លាញព្រលឹងជាតិអាហារផ្លូវចិត្តភាគ4ការនិយាយស្ដីដោយខ្វះការពិចារណាคล้ายជាអាវុធប្រហារផ្លូវចិត្តអ្នកដទៃផងជាទឹកបន្សាបតម្លៃខ្លួនឯងផងនិងជាបាបកម្មផងរៀនរក្សាសម្ដីអ្នកឲ្យបានល្អព្រោះវាឆ្លុះបញ្ចាំងពីតម្លៃរបស់អ្នកផ្ទាល់ពេលបន់ឲ្យផលអ្នកជួបរឿងល្អដែលគេតែងតែហៅថារាសីឡើងតែពេលបាបឲ្យផលអ្នកជួបរឿងមិនល្អដែលគេតែងហៅថារាសីចុះចង់បានរាសីខ្ពស់រៀនធ្វើចិត្តឲ្យជ្រះថ្លាកាយវាចាឲ្យល្អបើខ្សោយបុណ្យចាស់កុំភ្លេចខំសាងបុណ្យថ្មីរលកទឹកឡើងចុះតាមដំណើរនៃធម្មជាតិរឿងល្អរឿងអាក្រក់ចេញចូលតាមកម្លាំងកម្មអ្វីមិនទៀងទាត់ទេកើតហើយត្រូវរលត់ទៅវិញកុំចាប់ប្រកាន់វាមាំពេកអីព្រមឲ្យវារលត់ទៅចោះសេចក្តីស្លាប់គ្មានអ្នកណាត្រូវការតែក៏គ្មានអ្នកណាជៀសរួចឡើយទ្រព្យសម្បត្តិជាទីពឹងពំនាក់នៅពេលបច្ចុប្បន្នបុណ្យកុសលជាទីពឹងពំនាក់ក្នុងដំណើរសង្សារវដ្តក៏មានសេចក្តីប្រមាទក្នុងការសាងបុណ្យឡើយទ្រព្យបន្តិចបន្តួចមិនអាចយកទៅតាមខ្លួនអ្នកស្លាប់បានឡើយខំរកទ្រព្យដើម្បីចិញ្ចឹមជីវិតតែកុំភ្លេចសន្សំបុណ្យគ្រាន់បានជាទីពឹងទៅក្នុងលោកខាងនាយពាក្យថាកាត់ចិត្តស្រួលថាតែពិបាកធ្វើសតិប្រាប់ចិត្តឲ្យចាកចេញពីរឿងចាស់មកគិតរឿងថ្មីបញ្ញាពន្យល់ចិត្តឲ្យព្រមទទួលយកការពិតធម៌ពីរគឺសតិបានដល់ការរលឹកដឹងសម្បជញ្ញៈបានដល់បញ្ញាជាធម៌មានឧបការៈច្រើនសម្រាប់ជីវិតរស់នៅជំងឺផ្លូវចិត្តធ្វើឲ្យអ្នកល្វើយអស់កម្លាំងលែងឃ្លានបាយលែងឃ្លានទឹកអ្នកត្រូវប្រឹងងើបឡើងខំញ៉ាំខំដើរទៅមុខជំនះភាពទន់ជ្រាយនៃរាងកាយពង្រឹងកម្លាំងចិត្តអ្នកនឹងអាចយកឈ្នះវាមិនខានកាលនៅក្មេងមិនសូវចេះគិតតែសប្បាយច្រើនពេលធំឡើងគិតច្រើនបែរជាសប្បាយតិចគិតច្រើនចុះតែគិតឲ្យត្រូវគិតឲ្យល្អគិតប្រកបដោយបញ្ញាការគិតនោះនាំមកនូវសេចក្តីសុខមកវិញ
អាហារផ្លូវចិត្តភាគ4ពពកមកបាំងប្រច័ណ្ឌមួយរយៈពេលតូចរួចក៏រសាត់បាត់ទៅរឿងរ៉ាវទាំងឡាយមកដល់ជីវិតអ្នកមួយរយៈពេលរួចក៏កន្លងហួសទៅមិននៅជាមួយអ្នកយូរទេតែបើអ្នកអោបក្រសោបវាទុករឿងសៅមកនោះនឹងនៅជាមួយអ្នកយូរមិនខានអ្នកខ្លះរសេមរសាមច្រើនសម្រេចចិត្តមិនច្បាស់លាស់យូរទៅคล้ายជាទម្លាប់មិនល្អធ្វើឲ្យចិត្តសាំញ៉ាំច្រើនគិតឲ្យច្បាស់បើរើសមួយណាឲ្យប្រកបមួយនឹងកុំដូរចុះដូរឡើងដល់ផ្លូវបត់អ្នកត្រូវតែសម្រេចចិត្តបត់ឆ្វេងឬបត់ស្ដាំរើសបានតែមួយបន់ជួយអ្នកឲ្យជួបមនុស្សល្អឲ្យសម្រេចចិត្តត្រូវឲ្យការងារងាយនឹងបានសម្រេចផលព្យាយាមសាងបុណ្យឲ្យបានរឿយបុណ្យមិនភ្លេចម្ចាស់វាទេរបៀបគិតច្នៃជីវិតអ្នកបើអ្នកទម្លាប់គិតបែបណាខ្សែជីវិតអ្នកនឹងធ្លាក់ក្នុងគន្លងនោះដែរទម្លាប់សន្សំចិត្តល្អចិត្តជាកុសលចិត្តតស៊ូព្យាយាមធ្វើវាឲ្យជាទម្លាប់ក្នុងជីវិតអ្នកខ្លះអង្គុយបង្កើតរឿងមកបន្លាចចិត្តខ្លួនឯងអ្នកមិនអាចគ្រប់គ្រងអនាគតកាលបានទាំងស្រុងទេប្រុងប្រៀបតែក៏ត្រូវចេះព្រមតាមជាក់ស្ដែងទើបមិនសូវកើតទុក្ខខ្លាំងចិត្តមួម៉ៅច្រើនទៅរារាំងបុណ្យចាស់មិនងាយឲ្យផលបុណ្យខ្លាចមុខអ្នកមួម៉ៅច្រើនរូបស្អាតតែចិត្តអាក្រក់ចាត់ទុកជាមនុស្សអាក្រក់រូបមិនស្អាតតែសន្តានចិត្តល្អចាត់ទុកជាមនុស្សល្អអ្នកខ្លះសម្បូរបុណ្យរូបក៏ស្អាតចិត្តក៏ល្អអ្នកខ្លះខ្វះបុណ្យចាស់កើតមករូបមិនស្អាតហើយចិត្តអាក្រក់ទៀតព្រោះមិនបានធ្វើបុណ្យថ្មីវាសនាជីវិតមនុស្សម្នាក់ខ្ពស់ទាបមិនដូចគ្នាទេតាមកម្លាំងបុណ្យនិងការព្យាយាមពេលបច្ចុប្បន្នរីករាយនឹងអ្វីដែលអ្នករកបានជួយដល់អ្នកខ្វះខាតសប្បាយចិត្តចំពោះសេចក្តីសុខរបស់អ្នកដទៃពេលស្លាប់ទៅគ្មានយកអ្វីទៅតាមខ្លួនបានបន្តិចបន្តួចឡើយមិត្តភាពជាផ្នែកដ៏សំខាន់នៃជីវិតការជ្រើសរើសមនុស្សត្រូវដែលលោកហៅថាកល្យាណមិត្តអាចជួយកំណត់ជោគវាសនាជីវិតអ្នកបានមនុស្សមិនល្អនាំឲ្យយើងកើតបាបដែលធ្វើឲ្យយើងអន្តរាយឆ្លៀតពេលមើលថែរក្សាផ្លូវចិត្តអ្នកកុំបណ្ដោយឲ្យវារងគ្រោះខ្លាំងរហូតពិបាកសង្គ្រោះ
កុំរវល់ដល់ថ្នាក់រោគពេលស្លាប់មិនបានកុសលធម៌គុណធម៌ជាជំរកដ៏ប្រសើរជាគ្រឿងការពារជាគ្រឿងអលង្ការរបស់ចិត្តបើប្រាថ្នាសេចក្តីសុខដល់ខ្លួនឯងសូមកុំផ្ដល់សេចក្តីក្តៅក្រហាយដល់អ្នកដទៃព្រោះកម្មនឹងរត់មករកម្ចាស់វិញមិនខានមានជួបមានព្រាត់មានសុខមានទុក្ខជារឿងធម្មតារៀនទទួលយកទាំងពីរទៅដល់ណាក៏ជួបដែរកុំកំណាញ់ពាក្យលើកទឹកចិត្តពេលគេធ្វើបានល្អអ្នកបានបុណ្យផងបានមិត្តភាពផងបានជួយពង្រីកអំពើល្អផងខឹងហើយគុំគួនចងពៀគ្នានាំឲ្យកើតទុក្ខក្តៅក្រហាយវែងឆ្ងាយកំណើតវិលវល់កើតមកជាសត្រូវនឹងគ្នាបើខឹងឲ្យឆាប់បាត់កុំចងពៀគ្នាបំណងប្រាថ្នាមិនចេះតែបានសម្រេចគ្រប់ពេលទេហេតុមិនគ្រប់មិនបានសម្រេចឡើយរៀនទទួលស្គាល់ការពិតទើបមិនសូវមានទុក្ខកុំមានអ្នកពេកកុំពូកែតែឯងពេកកុំចេះគ្រប់រឿងពេកកុំអួតពេកស្ងាត់ខ្លះស្ដាប់គេខ្លះក៏ល្អដែរនិយាយច្រើនតែអត់ប្រយោជន៍យូរទៅអស់តម្លៃខ្លួនឯងពាក្យពិតពាក្យមានប្រយោជន៍មើលកាលសិនសឹមនិយាយខឹងក្រោតច្រើនមួម៉ៅច្រើនទុក្ខក៏ច្រើនបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តអីរៀនដូរចិត្តដូរអារម្មណ៍ដូររឿងសាងល្អឲ្យហើយកុំចាំថ្ងៃស្អែកជីវិតមិនទៀងទេខំសាងបុណ្យបានជាទ្រព្យជាប់តាមខ្លួនទម្លាប់និយាយដោយចិត្តមេត្តាដោយពាក្យពីរោះពិសាហើយមើលពេលផងអ្នកបានបុណ្យផងបានមិត្តភាពផងមិនបៀតបៀនអ្នកដទៃដោយកាយឬវាចាជាមហាបុណ្យដ៏ធំធេងកើតជាតិណានាមានអាយុវែងសុខភាពល្អមានគេចូលចិត្តច្រើនអត់ធន់ចំពោះការលំបាកអត់ធ្មត់ចំពោះពាក្យសម្ដីអ្នកដទៃអត់ឱនចំពោះទោសកំហុសទាំងឡាយមិនតបតទាំងកំហឹងជាជ័យជំនះដ៏ធំធេងគឺឈ្នះសេចក្តីក្រោធក្នុងចិត្តអ្នកបានត្រជាក់ចិត្តហើយមិនមានពៀវេរាអុចអាលឲ្យគេឆ្លោះគ្នាបាបខ្លាំងណាស់ហ
ហើយមានកម្មពៀទៀតកើតជាតិណាបែកបាក់កូនចៅរស់នៅមិនសុខទេពេលនិយាយស្ដីឲ្យចេះគិតក្រែងចិត្តគេខ្លះផងវាចាមិនល្អនាំឲ្យមានបាបកម្មពាវេរាកើតជាតិណាសម្បូរសត្រូវអាហារផ្លូវចិត្តភាគ2សំណាងល្អកើតពីអំពើល្អដែលអ្នកបានសាងសំណាងអាក្រក់កើតពីអំពើអាក្រក់ដែលអ្នកបានប្រព្រឹត្តកំហឹងជាកែវពង្រីកធ្វើឲ្យរឿងតូចคล้ายជារឿងធំពេលកំហឹងរសាយបាត់ទៅបញ្ហាងាយដោះស្រាយកុំតក់ក្រហល់ហួសហេតុពេករឿងកើតឡើងតាមហេតុរបស់វាមិនមែនតាមចិត្តអ្នកបង្ខំទេរៀនដោះលែងខ្លួនអ្នកពីគុកអតីតកាលចាត់ទុកថាជាផលបាបចាស់ទៅចុះយកវាជាមេរៀនរួចដើរទៅមុខទៀតកុំងាកក្រោយញឹកពេកការស្ដីបន្ទោសខ្លួនឯងញយជាការបើកផ្លូវឲ្យរឿងពីអតីតមកដុតចិត្តអ្នកឲ្យក្តៅម្ដងហើយម្ដងទៀតរឿងខ្លះស្ដាប់ត្រចៀកម្ខាងចេញត្រចៀកម្ខាងក៏ល្អដែរព្រោះជារឿងអត់ប្រយោជន៍គិតច្រើននាំឲ្យក្តៅក្រហាយចិត្តដរាបណានៅមានជីវិតកុំទាន់អស់សង្ឃឹមផ្ដល់ឱកាសឲ្យខ្លួនឯងម្ដងទៀតចាប់ផ្ដើមសារជាថ្មីព្យាយាមបំពេញភារកិច្ចអ្នកឲ្យអស់ពីសមត្ថភាពនៅថ្ងៃនេះរឿងថ្ងៃស្អែកចាំជួបពេលខឹងកុំអាលនិយាយចាំត្រជាក់ចិត្តសឹមនិយាយក៏មិនទាន់ហួសពេលដែរសាងល្អពីក្មេងវ័យនាំលាភជ័យក្នុងជីវិតអំពើល្អជួយការពារភយន្តរាយទាំងឡាយហើយនាំអ្នកឲ្យដើរក្នុងផ្លូវត្រូវចង់ដឹងពីចរិតពិតរបស់មនុស្សចាំមើលពេលមានអំណាចក្នុងដៃអ្នកខ្លះបានតួនាទីហើយភ្លេចខ្លួនភ្លេចកំណើតបើខឹងឲ្យឆាប់បាត់កុំគុំទុកក្នុងចិត្តយូរពេករៀនដូរចិត្តដូរអារម្មណ៍រៀនភ្លេចខ្លះទើបមិនសូវមួម៉ៅចិត្តយឺតចុះតែកុំបោះបង់រក្សាជំហរបន្តដំណើរបន្តិចម្ដងគួងដល់គោលដៅដែលអ្នកពងប្រាថ្នាកុំមានអ្នកពេកកុំចេះគ្រប់រឿងពេករៀនស្ដាប់គេខ្លះ
យើងចេះនេះគេចេះនោះរៀនបើកចិត្តឲ្យទូលាយកុំទម្លាប់បង្អាប់គេហើយលើកខ្លួនឯងគេស្អប់ផងបាបផងមានពៀវេរាផងកើតជាតិណាសម្បូរសត្រូវមនុស្សមិនល្អគ្រប់10ទេរៀនមើលចំណុចល្អគេខ្លះផងរៀនផ្ដល់តម្លៃនិងសេចក្តីថ្លៃថ្នូរដល់អ្នកដទៃទើបរស់នៅជាមួយគ្នាបានសុខគេខឹងគេក្តៅបើអ្នកខឹងគេវិញអ្នកក៏ក្តៅដែរកំហឹងជាភ្លើងតែងដុតទីអាស្រ័យរបស់វាស្លាប់ទៅយកអ្វីទៅមិនបានទេរៀនធ្វើទានខ្លះគ្រាន់បានជាពូជបុណ្យសម្រាប់ទៅកាន់បរលោកនាយហួងហែងច្រើនទុកក៏ច្រើនដែរព្យាយាមបំពេញតួនាទីអ្នកឲ្យបានល្អបើត្រូវប្រែប្រួលក៏អស់ចិត្តដែរព្រោះអ្នកបានធ្វើអស់ពីសមត្ថភាពហើយចង់ឲ្យគេគោរពអ្នកត្រូវចេះគោរពគេមុនរៀនផ្ដល់តម្លៃសេចក្តីថ្លៃថ្នូរដល់មនុស្សសត្វអ្នកនឹងបានទទួលសេចក្តីសុខមកវិញព្យាយាមធ្វើរឿងណាដែលអ្នកអាចធ្វើបានរឿងដែលអ្នកមិនទាន់ធ្វើកើតរងចាំសិនចាំដល់ពេលអ្នកមានឱកាសមានសមត្ថភាពចិត្តបុណ្យចិត្តស្រស់ថ្លាចិត្តស្ងប់នាំឲ្យកាយក៏ស្រស់ចិត្តក៏ត្រជាក់ជីវិតបានសុខស្ងប់ច្រើនព្រោះចិត្តស្ងប់ល្អគ្មាននរណាជៀសផុតពីការនិន្ទាទេសូម្បីតែព្រះពុទ្ធកុំសូវយកពាក្យគេមកបំផ្លាញសេចក្តីសុខក្នុងចិត្តអ្នកឡើយធ្វើទានជួយសង្គ្រោះពេលគេមានទុក្ខអ្នកបានបុណ្យផងបានការរាប់អានផងបានដាំពូជជាអ្នកមានទ្រព្យច្រើនផងមនុស្សមានសម្ពាយបុណ្យខុសគ្នាជោគវាសនាក៏ខុសគ្នាដែរប្រឹងប្រែងរកឲ្យអស់ពីសមត្ថភាពហើយត្រេកអរចំពោះអ្វីដែលអ្នករកបានបើខ្ចីគេត្រូវចេះសងវិញកុំស៊ីដាច់បាបកម្មនាំឲ្យរកស៊ីមិនឡើងទេកុំយកមុខយកមាត់តែម្នាក់ឯងចែកគេខ្លះផងទើបធ្វើការជាមួយគ្នាបានយូរកុំយកពាក្យសម្ដីលាមករបស់គេមកគិតហើយដេកកើតទុកឡើយមាត់គេចិត្តគេខាត់គេមិនបានទេរឿងថ្ងៃស្អែកមិនទាន់មាននៅឡើយទេចាំស្អែកចាំជួបកុំព្រួយហួសហេតុពេកបើបុណ្យមាននឹងជួបរឿងល្អអតីតកាលបានកន្លងហួសទៅហើយកុំស្ដាយអីព្រោះបើស្ដាយទៅ
ក៏កែអ្វីមិនបានដដែលយកវាជាមេរៀនហើយដើរទៅមុខកុំងាកក្រោយញឹកពេក